នៅពេលដែលសំណើសុំនាងមិនបានសម្រេចពួកគេក៏ប្រើល្បិចបំបីបំបាក់រស្មីនិងវិចិត្រលោកតាអាចារ្យបានបន្តទៀតថាមុនថ្ងៃរៀបការតែ2ថ្ងៃប៉ុណ្ណោះវិចិត្រត្រូវបានចោទប្រកាន់ថាបានលួចទ្រព្យសម្បត្តិហើយត្រូវបានចាប់ខ្លួនទៅបាត់ដោយអយុត្តិធម៌រស្មីដែលជាគូដណ្ដឹងមិនជឿថានេះគឺជាទង្វើដែលខាងបុរសធ្វើឡើយគាត់បានព្យាយាមស្វែងរកការពិតប៉ុន្តែគ្មានអ្នកណាម្នាក់ជួយនាងឡើយនាងបានរងចាំវិចិត្រមកយកនាងដើម្បីរៀបការតែវិចិត្រមិនបានរៀបការដោយក្តីសង្ឃឹមរបស់រស្មីឡើយដោយខូចចិត្តខ្លាំងរស្មីបានស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះថ្មីនោះតែម្នាក់ឯងស្លាប់ទាំងស្លៀកពាក់ឈុតក្រៀមក្រំសម្រាប់ថ្ងៃមង្គលការវិញ្ញាណរបស់នាងនៅតែវិលវល់មិនបានទៅកាន់សុគតិភពដោយសារតែការឈឺចាប់ការខកចិត្តការរងចាំដ៏ឥតប្រយោជន៍នាងនៅតែរងចាំថ្ងៃរៀបការរងចាំវិចិត្រដែលនាងមិនដឹងថាជោគវាសនាទៅជាយ៉ាងណានោះទេការដែលសុភ័ក្របានធ្វើពិធីឧទ្ទិសកុសលបានជួយបន្ធូរបន្ថយនៅការជាប់ជំពាក់របស់នាងមួយផ្នែកប៉ុន្តែប្រវត្តិពិតនិងការឈឺចាប់របស់នាងគឺជារឿងដែលធ្វើឲ្យវិញ្ញាណរបស់នាងមានកម្លាំងខ្លាំងរហូតដល់ខ្លាចជារឿងព្រេងស្រីលក្ខមានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងចំពោះរស្មីនាងគិតថាការស្វែងរកការពិតអំពីវិចិត្រក៏អាចជារឿងសំខាន់ផងដែរ